សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាឥឡូវមកកាន់ Channel Admin សាជាថ្មីគឺ Admin លើកយកនៅទស្សនៈរបស់អ្នកប្រាជ្ញអំពីសុភមង្គលគឺជាគោលដៅដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានអ្នកប្រាជ្ញជាច្រើនបានបកស្រាយអំពីសុភមង្គលខុសៗគ្នាប៉ុន្តែពួកគេភាគច្រើនយល់ស្របថាសុភមង្គលពិតប្រាកដគឺកើតចេញពីការរស់នៅប្រកបដោយគុណធម៌ប្រាជ្ញាសេចក្តីសុខផ្លូវចិត្តជាដំបូងយើងអាចកលេចទៅមើលទស្សនវិទូសូក្រាតបានលើកឡើងថាសុភមង្គលកើតចេញពីការស្គាល់ខ្លួនឯងនិងការធ្វើអំពើល្អលោកជឿថាមនុស្សដែលមានចំណេះដឹងប្រព្រឹត្តអំពើល្អនឹងទទួលបាននូវសេចក្តីសុខពិតប្រាកដដូច្នេះការអប់រំនិងការអភិវឌ្ឍខ្លួនឯងគឺជាមូលដ្ឋាននៃសុភមង្គលបន្ទាប់មកផ្លាតុងបានអះអាងថាសុភមង្គលកើតនៅពេលដែលផ្នែកផ្សេងៗនៃចិត្តមានតុល្យភាពនិងរស់នៅប្រកបដោយយុត្តិធម៌លោកបានបង្រៀនថាមនុស្សមិនគួរបណ្ដោយឲ្យចំណង់ឬអារម្មណ៍គ្រប់គ្រងជីវិតនោះទេប៉ុន្តែត្រូវប្រើប្រាជ្ញាដើម្បីដឹកនាំជីវិតចំណែកអារីស្តូតបានចាត់ទុកសុភមង្គលជាគោលដៅខ្ពស់បំផុតរបស់មនុស្សលោកបានបញ្ជាក់ថាសុភមង្គលមិនមែនជាភាពរីករាយបណ្ដោះអាសន្នឬការមានទ្រព្យសម្បត្តិប៉ុណ្ណោះទេប៉ុន្តែជាការរស់នៅប្រកបដោយគុណធម៌និងធ្វើអំពើល្អជាប្រចាំមនុស្សដែលមានភាពស្មោះត្រង់អត់ធ្មត់និងមានទំនួលខុសត្រូវនឹងរស់នៅដោយសុភមង្គលរីឯខុងជឺបានបង្រៀនថាសុភមង្គលកើតចេញពីការមានសិលធម៌ការគោរពគ្នាទៅវិញទៅមកនិងការរស់នៅដោយសុខដុមរមនានៅក្នុងគ្រួសារនិងសង្គមលោកជឿថានៅពេលដែលមនុស្សម្នាក់ប្រព្រឹត្តអំពើល្អចំពោះឪពុកម្ដាយសាច់ញាតិនិងអ្នកដទៃនោះសង្គមនឹងមានសន្តិភាពហើយបុគ្គលនោះក៏មាននៅសុភមង្គលផងដែរនៅក្នុងព្រះសម្មាសម្ពុទ្ធបានបង្រៀនថាសុភមង្គលពិតប្រាកដកើតចេញពីការលះបង់លោភៈទោសៈនិងមោហៈព្រះអង្គបានបង្ហាញថាការធ្វើអំពើល្អនិងការរក្សាសីលនិងការបណ្ដុះចិត្តឲ្យស្ងប់តាមរយៈសមាធិនិងប្រាជ្ញាគឺជាផ្លូវនាំទៅរកសេចក្តីសុខដ៏ពិតប្រាកដសរុបមកទេសនារបស់អ្នកប្រាជ្ញនានាបានបង្ហាញថាសុភមង្គលមិនស្ថិតទៅលើទ្រព្យសម្បត្តិឬយសកិត្តិយសតែមួយមុខប៉ុណ្ណោះទេប៉ុន្តែស្ថិតទៅលើការរស់នៅប្រកបដោយគុណធម៌សេចក្តីស្រឡាញ់និងមានចិត្តស្ងប់សុខដូច្នេះប្រសិនបើអ្នកចង់ទទួលបាននៅសុភមង្គលពិតប្រាកដយើងគួរតែខិតខំអប់រំខ្លួនឯងប្រព្រឹត្តអំពើល្អនិងរស់នៅដោយសុខដុមរមនាជាមួយអ្នកដទៃសូមអរគុណសម្រាប់ការស្ដាប់ podcast របស់ admin ទាំងអស់គ្នា